ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំរាបមួយទៀតដើម្បីចែករំលែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តាក់ទងនឹងការមានកូនបាទអញ្ចឹងតាក់ទងនឹងការមានកូនដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែករំលែកគឺយើងយកអំពីសញ្ញាសម្គាល់អាការៈអ្នកមានកូនបាទអញ្ចឹងយើងឃើញថានៅពេលបច្ចុប្បន្នហ្នឹងគឺស្ត្រីដែលគាត់មានកូនដំបូងគាត់តែងតែចង់ដឹងថាតើអាការៈអ្នកមានកូនហ្នឹងមានអាការៈអ្វីខ្លះជាពិសេសគឺស្ត្រីដែលទើបតែចាប់ផ្ដើមមានកូនតែម្ដងបាទយើងចង់ដឹងថាតើសញ្ញាសម្គាល់អាការៈអ្នកមានកូនហ្នឹងមានអាការៈអ្វីខ្លះបាទយើងចង់ដឹងបន្តគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមានតែការក្នុងឋាននេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីដើមទី2គឺសញ្ញាសម្គាល់អាការៈអ្នកមានកូនបាទយើងចង់ដឹងថាតើអាការៈអ្នកមានកូនហ្នឹងមានសញ្ញាសម្គាល់អ្វីខ្លះដែលស្ត្រីអាចសម្គាល់បានបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីដើមអាការៈអ្នកមានកូនគឺការបាត់រដូវព្រមទាំងរោគសញ្ញាមានកូនផ្សេងទៀតបើសិនបើស្ត្រីសង្ស័យអាចធ្វើតេស្តgenomeផ្ទៃពោះពិនិត្យអេកូផ្ទៃពោះព្រមទាំងពិនិត្យឈាមរោគកំហាប់អរម៉ូន ACG បាទជាពិសេសគឺស្ត្រីក្នុងវ័យបន្តពូជឬក៏ក្នុងវ័យដែលអាចមានកូនបានផងដែរហើយបន្តទៀតតើតើអាការៈអ្នកមានកូនគឺអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀតហើយនឹងពីការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតបាទដូច្នេះហើយធ្វើឲ្យស្ត្រីខ្លះគាត់មានកូនមិនបានដឹងបាទដោយសារការប្រែប្រួលទាំងអស់ហ្នឹងផងដែរបាទយើងមើលបន្តទៀតតើតើនឹងសញ្ញាសម្គាល់អាការៈអ្នកមានកូនតើអាការៈអ្នកមានកូនហ្នឹងស្ត្រីអាចមានសញ្ញាសម្គាល់អ្វីខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសញ្ញាសម្គាល់អាការៈអ្នកមានកូនទី1គឺស្ត្រីមានការបាត់រដូវឬក៏រាំងរដូវអញ្ចឹងស្ត្រីដែលគាត់មានរដូវមិនទៀងទាត់ត្រូវចាប់អារម្មណ៍ច្រើនអំពីបញ្ហាហ្នឹងបាទជាពិសេសគឺគាត់រៀបការរួចហើយឬក៏មានដៃគូបាទត្រូវចាប់អារម្មណ៍តាក់ទងរដូវអញ្ចឹងបើសិនជាបាត់ឬក៏រាំងយើងត្រូវចាប់អារម្មណ៍តាក់ទងនឹងការមានកូនយើងមើលតទៅទៀតតាក់ទងនឹងសញ្ញាសម្គាល់អាការៈអ្នកមានកូនទី2គឺឡើងតឹងដោះឬក៏ឈឺសុគាដោះបាទស្ត្រីខ្លះក៏បានចាប់អារម្មណ៍ដែរបាទអញ្ចឹងចំណុចនេះក៏យើងគួរយល់ដឹងដែរតាក់ទងនឹងអាការៈអ្នកមានកូនហ្នឹងគឺមានការឡើងតឹងដោះឬក៏ឈឺសុគាដោះបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតាក់ទងសញ្ញាសម្គាល់អាការៈអ្នកមានកូនទី3គឺមានបំរែបំរួលចំណុចខ្មៅនៅជំនាញក្បាលដោះបាទជាពិសេសគឺនៅពេលដែលកូនបាន6ទៅ8អាទិត្យបាទយើងឃើញថាមានការបំរែបំរួលច្រើនតាក់ទងនឹងចំណុចខ្មៅនៅជំនាញក្បាលដោះហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតាក់ទងនឹងសញ្ញាសម្គាល់អាការៈអ្នកមានកូនទី4គឺស្ត្រីចង្អោរក្អួតនៅពេលព្រឹកអញ្ចឹងអានឹងត្រូវចាប់អារម្មណ៍តាក់ទងនឹងការមានកូនដែរបាទព្រោះយើងឃើញថាភាគច្រើនគឺស្ត្រីចាញ់កូនអាហ្នឹងជាអាការៈចាញ់កូននៅពេលព្រឹកហៅ morning sickness បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅនឹងសញ្ញាសម្គាល់អាការៈអ្នកមានកូនទី5គឺស្ត្រីមានសញ្ញានំញឹកបាទអញ្ចឹងសញ្ញានំញឹកហ្នឹងគឺដោយសារបំរែបំរួលរបស់ស្បូនវាសង្កត់ទៅលើប្លង់ដុំផងព្រមទាំងបំរែបំរួលអរម៉ូននៃការមានផ្ទៃពោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅនឹងសញ្ញាសម្គាល់អាការៈអ្នកមានកូនទី6គឺតទៅនឹងសញ្ញាទល់លាមកបាទអញ្ចឹងសញ្ញាទល់លាមកហ្នឹងគឺសង្កេតឃើញថាវាកើតឡើងដោយសារការកើនឡើងនៃអរម៉ូនប្រូសេស្តេរ៉ូនហើយនឹងការថយចុះចលនារបស់ពោះវៀនតទៅនឹងអរម៉ូននឹងផងដែរជាមួយនឹងការសង្កត់របស់ស្បូនទៅលើពោះវៀននឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅសញ្ញាសម្គាល់អាការៈអ្នកមានកូនទី7គឺស្ត្រីមានសញ្ញាហើមពោះឬក៏រិទ្ធធំនៃពោះអញ្ចឹងស្ត្រីត្រូវចាប់អារម្មណ៍ផងដែរអំពីអាការៈហ្នឹងតទៅនឹងការមានកូនបាទអញ្ចឹងស្ត្រីខ្លះគាត់អត់សូវចាប់អារម្មណ៍គាត់គិតថាប្រហែលជាដុសក្បាលពោះបាទនឹងគិតមិនអញ្ចឹងទេគឺយើងត្រូវគិតតទៅនឹងការមានកូនផងដែរយើងមើលជាបន្តទៀតតទៅសញ្ញាសម្គាល់អាការៈអ្នកមានកូនទី8គឺស្ត្រីមានសញ្ញាអស់កម្លាំងជាងធម្មតាបាទអញ្ចឹងការអស់កម្លាំងជាងធម្មតាហ្នឹងគឺពាក់ព័ន្ធទៅនឹងបំរែបំរួលអរម៉ូនតទៅនឹងការមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតទៅសញ្ញាសម្គាល់អាការៈអ្នកមានកូនទី9គឺស្ត្រី
មានធ្លាក់ឈាមលាងក្បាលកូនបាទអញ្ចឹងការធ្លាក់ឈាមលាងក្បាលកូនហ្នឹងគឺมันមានគ្រប់ស្ត្រីដែលមានកូនទាំងអស់នោះទេគឺមានប្រមាណជា30%តែប៉ុណ្ណោះលើស្ត្រីដែលគាត់មានកូនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី10គឺស្ត្រីមានបំរែបំរួលអារម្មណ៍បាទអញ្ចឹងទៅជាឆេវឆាវឆាប់ខឹងបាទដោយសារបំរែបំរួលអរម៉ូនតកតងនឹងការមានកូនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី11គឺស្ត្រីមានសញ្ញាឈឺក្បាលនិងវិលមុខបាទអញ្ចឹងសញ្ញាឈឺក្បាលវិលមុខគឺជាសញ្ញារូបសំដែលយើងឃើញមាននៅក្នុងអាក្រក់អ្នកមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី12គឺស្ត្រីឆាប់ចាញ់ក្លិនអញ្ចឹងស្ត្រីធំអាហារបន្តិចគាត់ចង្អោរក្អួតដែរបាទហ្នឹងគឺជាសញ្ញាមួយដែរតកតងនឹងអាក្រក់អ្នកមានកូនហ្នឹងយើងមើលបន្តទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី13គឺស្ត្រីមានធ្លាក់សបាទអញ្ចឹងបំរែបំរួលធ្លាក់សបាទយើងត្រូវចាប់អារម្មណ៍តកតងការធ្លាក់សក្រោយការរូបភេទហ្នឹងវាអាចតកតងនឹងរឿងផ្សេងៗក្នុងនោះក៏ពាក់ព័ន្ធនឹងការមានកូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី14គឺស្ត្រីអាចឈឺចុកក្នុងពោះតិចតិចនិងឈឺខ្នងប៉ុន្តែការឈឺហ្នឹងក៏មិនខ្លាំងដែរវាបាត់ទៅវិញបាទដោយសារតកតងនឹងការកាច់សបុករបស់កូនទៅក្នុងប្រំស្បូនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងអាក្រក់សម្គាល់តកតងអាក្រក់អ្នកមានកូនទី15គឺសីតុណ្ហភាពរាងកាយរបស់ស្ត្រីគឺកើនបន្តិចគឺដោយសារបំរែបំរួលអរម៉ូនតកតងនឹងការមានកូនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី16គឺស្ត្រីចេញទៅមាត់ច្រើនបាទអញ្ចឹងអាហ្នឹងគឺជាអាក្រក់មួយដែរតកតងនឹងការមានកូនដំបូងហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតកតងនឹងសញ្ញាសម្គាល់អាក្រក់អ្នកមានកូនទី17គឺស្ត្រីមានការឃ្លានអាហារកើនឡើងអញ្ចឹងការឃ្លានអាហារកើនឡើងហ្នឹងគឺដោយសារបំរែបំរួលអរម៉ូនតកតងនឹងការមានកូនផងដែរបាទអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាសញ្ញាសម្គាល់សំខាន់តកតងនឹងអាក្រក់អ្នកមានកូនបាទអញ្ចឹងបើសិនជាស្ត្រីមានសញ្ញានៅក្នុងនោះច្រើនឬក៏មិនច្បាស់អំពីការមានកូនហ្នឹងយើងគិតថាខាងប្រាសាទឬខ្ញុំមានផ្ដល់សេវាពិនិត្យនិងតាមដានការមានកូនដំបូងក្នុងតម្លៃសម្រុងផងដែរបាទហើយបើចង់ទំនាក់ទំនងយើងមានលេខទូរស័ព្ទក៏ដូចជាលេខ Telegram បីសារក្នុងការទំនាក់ទំនងគឺ088 3132 225 092 59 3350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader បាទដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងតែយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដោយតាមខ្ញុំឬក៏យ៉ាងតែអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបានពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលកថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលកថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបានវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺទូទៅបាទតាក់ទងនឹងជំងឺស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការរៀនពេទ្យរបស់សិស្សពេទ្យបាទអាចចូលក្នុង YouTube Channel វាយពាក្យ Khoksun MD Official បាទដែលអក្សរស្រាប់ចុច Search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុង YouTube ជាបន្តបាទជួយ Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ